មានបរិមម្នាក់ជួលមកចង់រាយការណ៍ពីនរណាម្នាក់ដែលបានបោកប្រាស់លួយរហូតដល់150លានមានមនុស្សជាច្រើនដើម្បីបដិសេធចុងក្រោយមេបញ្ជាការត្រូវបានបង្ខំឲ្យតែងតាំងឲ្យដូឈុលធัวវានៅពេលនោះពួកគេបានផ្ដល់រង្វាន់មួយផងបើគាត់បញ្ចប់ភារកិច្ចនេះគាត់មិនចាំបាច់ធ្វើការពេលយប់ពេញខែមួយទេដូឈុលត្រូវធ្វើនេះទោះបីគាត់មិនចង់ក៏ដោយបន្ទាប់មកគាត់បានចាប់ផ្ដើមហៅសារ៉ាមុខមនុស្សទាំងអស់ប៉ុន្តែលេខទូរស័ព្ទមិនត្រឹមត្រូវនេះធ្វើឲ្យគ្រប់គ្នាឈឺចិត្តនៅថៃបន្ទាប់ពេលពួកគេបានរកឃើញលេខទូរស័ព្ទថ្មីរបស់សារ៉ាដូឈុលបានទំនាក់ទំនងបានជាមួយនាងដូឈុលបានប្រាប់សារ៉ាភ្លាមមានការរាយការណ៍ថានាងបានបោកប្រាក់លួយរបស់គេតែក្រោយមកបានបញ្ជាក់ថាមិនបានធ្វើទេគាត់ជឿថាមាននរណាម្នាក់បានយកអត្តសញ្ញាណគាត់មកធ្វើនេះហើយម្នាក់នោះគឺជាឪពុករបស់នាងមិនយូរមុននេះគាត់ចិត្តទៅគុកម្ដងហើយសារ៉ាមិនខ្វល់ពីមធ្យោបាយដើម្បីឲ្យឪពុកគាត់បានចេញពីគុកទេព្រោះវាអាចនឹងបង្ករំខានម្ដងទៀតសារ៉ាបានសន្យាថានឹងរៀបចំពេលវេលាមកស្ថានីយ៍ប៉ូលីសដើម្បីផ្ទៀងផ្ទាត់ហើយបន្ទាប់មកក៏បិទទូរស័ព្ទបន្ទាប់ពីស្ដាប់រឿងរបស់សារ៉ាមេប៉ូលីសបង្ហាញថាគាត់មិនអាចទទួលយកបាននៅឪពុកបែបនេះបន្ទាប់មកគាត់បានប្រាប់សារ៉ាឲ្យដោះស្រាយបញ្ហានេះឲ្យលឿនឡើងដូអាំបន្ទោទូរស័ព្ទទៅរកសារ៉ាវាធ្វើឲ្យនាងធុញជាខ្លាំងសារ៉ាបានខឹងហើយថានាងមិនចង់មកទៀតទេហើយបិទទូរស័ព្ទខណៈដែលសារ៉ាកំពុងដើរនៅកន្លែងសម្ដែងនាងបានឃើញមិត្តរួមការងារម្នាក់ដែលនាងមិនចូលចិត្តសារ៉ាងាកទៅសួរអ្នកគ្រប់គ្រងឈ្មោះឌួនណាថាថ្ងៃនេះនាងត្រូវតែថតជាមួយមនុស្សនោះដែរទេឌួនណាថាតែញញឹមហើយនិយាយថាគេឲ្យលួយគុណនឹងពីរទើបអ្នកគ្រប់គ្រងទទួលករណីនេះនៅពេលនេះតារាសម្ដែងហ្វួងមិនពេញចិត្តនឹងកាហ្វេមួយកែវដែលនាងកំពុងផឹកនាងបានថាអត់ត្រជាក់ល្អទេហើយឲ្យជំនួយក្មេងស្រីមួយយកពែងមួយទៀតសារ៉ាបានឃើញហើយមានអារម្មណ៍មិនស្រួលខ្លួនថែមទៀតពេលនោះតារាល្បីម្នាក់ឈ្មោះវ៉ាន់ប៊ីនក៏បានបង្ហាញខ្លួនផងហ្វួងបានប្រាប់សារ៉ាថាការផ្សព្វផ្សាយពាណិជ្ជកម្មនេះនឹងមានតួអង្គចម្បងចំនួន3សារ៉ាមិនចេះដឹងអ្វីទាក់ទងនឹងរឿងនេះទេសារ៉ាបារម្ភខឹងហើយចាក់ចេញមិនចង់ថតឡើយទោះបីដួនណាថាព្យាយាមពន្យល់គ្រប់វិធីក៏ដោយហួងភ្លាមទៅរួងរាំងឡានរបស់សារ៉ាដោយសារតែឮថាសារ៉ារៀបចំចាក់ចេញហួងបានសុំការយោគយល់ព្រោះនេះជាការចាប់ផ្ដើមរបស់នាងក្នុងការចាប់អាជីពពាណិជ្ជកម្មសារ៉ាថានាងមិនអាចទទួលយកបាននូវអាកប្បកិរិយារបស់ហួងទើបតែមានគេរិះឈ្មោះបន្តិចបន្តួចប៉ុន្តែក៏ចាប់ផ្ដើមរួចហើយនឹងធ្វើអាកប្បកិរិយាមិនល្អហួងមិនមានជំរឿត្រូវតែលុតជង្គង់សុំទោសការនេះបានធ្វើឲ្យសារ៉ានិងអ្នកជុំវិញភ្ញាក់ផ្អើលណាស់សារ៉ាបានប្រាប់ហួងឲ្យឈរឡើងវិញប៉ុន្តែនាងបដិសេធសារ៉ាមានអារម្មណ៍អស់សំណើចខ្លាំងហើយចុងក្រោយនាងព្រមទៅតាមឲ្យត្រឡប់ទៅកាន់ទីតាំងថតហួងមើលទៅមានអារម្មណ៍សប្បាយចិត្តណាស់ប៉ុន្តែក្នុងចិត្តនាងពោពេញដោយទំហឹងបន្ទាប់ពីថតរឿងហួងបានសុំលេខទូរស័ព្ទរបស់វ៉ាន់ប៊ីនប៉ុន្តែគាត់មិនអើពើនឹងនាងទេផ្ទុយទៅវិញវ៉ាន់ប៊ីនស្រាប់តែចាប់ដៃសារ៉ាហើយសរសេរលេខរបស់គាត់នៅលើដៃរបស់នាងហួងបានក្លាយជាមនុស្សគ្មានតម្លៃហួងស្ទើរតែឈួតព្រោះតែសារ៉ានៅយប់នោះឌូឆុលបានបន្តទូរស័ព្ទទៅសារ៉ាប៉ុន្តែនាងមិនព្រមលើកទូរស័ព្ទខណៈសារ៉ាកំពុងហាត់ក្បាច់ដាវទូរស័ព្ទក៏រដែនម្ដងទៀតដោយសារនាងត្រូវបានរំខានដោយសំឡេងរដែននាងបានទទួលរងគ្រោះដោយចៃដន្យទោះយ៉ាងណាក៏ដោយលើកនេះការហៅមិនមែនមកពីឌូឆុលទេប៉ុន្តែមកពីឌូវ៉ាន់ចង់ឲ្យសារ៉ាទៅជួបអ្នកនៅវិស័យនេះដើម្បីជួយសម្រួលដល់ការចូលរួមរបស់នាងក្នុងភាពយន្តនៅពីខាងមុខពេលសារ៉ាមកដល់បុរសនោះបានបង្ខំនាងឲ្យផឹកស្រានាងបានបដិសេធហើយវិតបវិញសារ៉ាបានណែនាំបុរសនោះថាប្រសិនបើគាត់ចង់ផឹកគាត់គួរតែទៅបារទីនោះមានអ្នករត់ទុកសម្រាប់គាត់ប្រសិនបើគាត់ចង់ឃើញគាត់គួរតែបើកទូរទស្សន៍ឲ្យមើលពេលចេញទៅខាងក្រៅសារ៉ាបានតែកំភ្លៀងឌូវ៉ាន់បានទទួលស្គាល់ថាគាត់មិនចង់ធ្វើរឿងនេះតតែសោះឌូវ៉ាន់បានត្រឹមតែធ្វើតាមបញ្ជាពីថ្នាក់លើរបស់នាងប៉ុណ្ណោះនាងបានទទូចថានាងនឹងមិនធ្វើរឿងគួរឲ្យស្អប់ខ្ពើមបែបនេះឡើយប្រសិនបើនាងចាក់ស្រាឲ្យនរណាម្នាក់វានឹងកើតឡើងតែពេលនាងនៅមុខកាមេរ៉ាប៉ុណ្ណោះទោះបីសារ៉ាបានត្រឡប់មកផ្ទះវិញក៏ដោយក៏កំហឹងរបស់នាងនៅមិនទាន់ស្ងប់ដែរនៅពេលនេះដូវ៉ានបានទូរស័ព្ទមកម្ដងទៀតលើកនេះនាងមិនអើពើនឹងគាត់ទេតែភ្លាមក៏លើកទូរស័ព្ទមកជេរគាត់សារ៉ាថានាងខឹងហើយប្រាប់កុំហៅនាងទៀតស៊ីរ៉ាពិតជាមិនអាចទៅប៉ុស្តិ៍ប៉ូលីសបានទេព្រោះនាងជាតារាល្បីលើកពីនេះទៅទៀតនាងមិនបានគេងគ្រប់គ្រាន់ជាយូរមកហើយព្រោះនាងខឹងដែលដូវ៉ានបានរៀបចំឲ្យនាងទៅជួបបរិសុទ្ធនោះនាងបានស្ដីបន្ទោសដូឆុលលីដូច្នេះ
គាត់បានត្រឹមតែសុំទោសហើយមិនអាចធ្វើអ្វីបានទៀតទេបន្ទាប់មកសារ៉ាបានប្រាប់ដូឈុលថានាងបានជួបបរិសុទ្ធដែលសំណាងអាក្រក់បំផុតនៅថ្ងៃនេះតាមពិតទៅមានរឿងមួយដែលដឹកនាំដោយយ៉ាងរូបដែលសារ៉ាពិតជាចង់សម្ដែងប៉ុន្តែថ្ងៃនេះអ្វីត្រូវបានបំផ្លាញនាងគិតថាប្រសិនបើនាងសហការជាមួយអ្នកដឹកនាំរឿងដ៏ល្បីម្នាក់វាប្រៀបដូចជាពិធីជប់លៀងដ៏អធិកអធមដែលបានរៀបចំប៉ុន្តែសារ៉ាបានបំផ្លាញឱកាសដោយខ្លួនឯងដូច្នេះនាងមានអារម្មណ៍ថាគូអោយអាណិតប៉ុន្តែឌូឆលមិនបានគិតដូចនេះទេគាត់គិតថាប្រសិនបើនាងព្យាយាមញ៉ាំអាហារដែលឆ្ងាញ់ទាំងអស់នោះនាងប្រហែលជាឈឺពោះគាត់បាននិយាយលើកទឹកចិត្តនិងលួងលោមដល់នាងផងដែរសារ៉ាអរគុណសម្រាប់ការលើកទឹកចិត្តសម្រាប់នាងបន្ទាប់មកសារ៉ាបានសន្យាថានឹងទៅស្ថានីយ៍ប៉ូលីសដោយដែលឌូឆលចង់បានឬបែបនេះឌូឆលសប្បាយចិត្តណាស់ពេលបានដើរដំណឹងនេះអ្នករកគ្នាក្នុងប៉ុស្តិ៍ប៉ូលីសបានអបអរព្រោះចិត្តបានជួបអាយដលរបស់ខ្លួននៅថ្ងៃនោះគ្រប់គ្នាបានរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីស្វាគមន៍ព្រះនាងសារ៉ាពេលឮថាតារាស្រីល្បីមួយរូបមកដល់គ្រប់គ្នាស្ទុះទៅមើលផ្ទាល់ភ្នែកក្នុងក្រសែភ្នែករបស់អ្នករាល់គ្នាសារ៉ាគឺជាមហាក្សត្រីលេខ1មិនមែនជាជនសង្ស័យទៀតទេឌូឆលដើរចេញបានតែបន្តិចហើយចៃដានក៏ដើរបុកគ្នាពេលឌូឆលឈរនៅពីមុខឃើញសម្រក់សារ៉ាហាក់ស្រឡំកាំងភ្លាមនោះសារ៉ាក៏ត្រូវបាននាំខ្លួនចូលទៅក្នុងបន្ទប់ដើម្បីទទួលយកសាកសួរបន្ទប់នេះត្រូវបានតុបតែងយ៉ាងអស្ចារ្យដោយប៉ូលីសវាមើលទៅដូចជាពិធីជប់លៀងបុណ្យណូអែលសម្រាប់នាងគ្រប់គ្នានៅខាងក្រៅកំពុងដណ្ដើមគ្នាឈរមើលសកម្មភាពពិតរបស់តារាសម្ដែងសារ៉ាអ្នកខ្លះថែមទាំងចង់យកប៉ែងដែលនាងកំពុងផឹកឲ្យសន្យាថានឹងមិនលាងវាឡើយសារ៉ាបានបង្ហើបថានេះមិនមែនជាលើកទី1ដែលឪពុកនាងធ្វើបែបនេះទេគាត់បានលួចអត្តសញ្ញាណប័ណ្ណរបស់នាងដើម្បីខ្ចីលុយហើយបាត់បង់ប្រាក់ចំនួនពីការលេងល្បែងស៊ីសងខុសច្បាប់ក្លែងបន្លំឬគម្រោងពីរ៉ាមីតគាត់ក៏កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ្នករាល់គ្នាសារ៉ាក៏មិនដឹងថាឪពុកនាងនៅកាណាដែរនាងសង្ឃឹមថាប៉ូលីសនឹងរកឃើញគាត់ហើយចាប់គាត់ដាក់គុកឮដូច្នេះហើយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនពេលសារ៉ាចាក់ចេញនាងបានចុះហត្ថលេខាអង្គប៉ូលីសគ្នាវគ្គសួរចម្លើយនេះមិនខុសពីការជួបអ្នកគាំទ្ររបស់សារ៉ាទេដឹកឈោក៏បានកាន់ក្រដាស់មួយនៅក្នុងដៃរបស់គាត់ដោយមានចេតនាសុំចុះហត្ថលេខាឲ្យសារ៉ាដែរទោះយ៉ាងណាក៏ដោយគាត់មិនមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការចូលទៅជិតនាងលោកទេនៅចុងឆ្នាំនោះសារ៉ាត្រូវបានគេដាក់ឈ្មោះក្នុងពិធីប្រគល់រង្វាន់សារ៉ាត្រូវបានបោះឆ្នោតជ្រើសរើសជាតារាសម្ដែងល្អបំផុតប្រចាំឆ្នាំហ៊ូយ៉ាងមានការចំណែនខ្លាំងនៅពេលដែលនាងឈរនៅលំដាប់ទាបជាងសារ៉ាម្ដងទៀតក្រោយទទួលបានពានរង្វាន់សារ៉ាអរគុណអ្នកគាំទ្ររបស់នាងទាំងអស់អរគុណចំពោះការជួយជាក់ការស្រឡាញ់និងការគាំទ្ររបស់ពួកគេនាងអាចឈរនៅកណ្ដឹងណៃនេះបានក៏ដោយសារតែអ្នកគ្រប់គ្នាសារ៉ាក៏បានថ្លែងអំណរគុណដល់ឪពុករបស់នាងនិងប្អូនស្រីជាទីស្រឡាញ់របស់នាងនិងក្រុមការងារដែលឈរនៅពីក្រោយនាងដើម្បីជួយនាងឲ្យឈររឹងមាំមិនត្រឹមតែប៉ុណ្ណោះមន្ត្រីប៉ូលីសក៏ត្រូវបានសារ៉ានិយាយក្នុងការអរគុណនាងផងដែរជាពិសេសនាងចង់ថ្លែងអំណរគុណរង្វាន់នេះដល់នរណាម្នាក់ដែលនាងមិនស្គាល់អត្តសញ្ញាណអ្នកនោះបានហៅខលទៅនាងទីច្រើនដងហើយបានផ្ដល់ការលើកទឹកចិត្តដល់នាងសារ៉ាបានហៅមនុស្សនោះថា0778នោះគឺជាដកឈលដូវ៉ានញញឹមយ៉ាងរីករាយពេលឮដូច្នេះនៅពេលបញ្ចប់ពិធីប្រគល់រង្វាន់ហូងបានឈួតព្រោះនាងគិតថាសារ៉ាបានយកអ្វីគ្រប់យ៉ាងពីនាងហូងបន្តដាក់បណ្ដាសាសារ៉ានៅពេលនេះអ្នកបើកបរកំពុងយកសារ៉ាទៅផ្ទះនៅពេលដែលមាននរណាម្នាក់បន្តទូរស័ព្ទមកដោយសារតែគាត់ផ្ដោតអារម្មណ៍លើវាខ្លាំងណាស់អ្នកបើកបរបាត់បង់ការយកចិត្តទុកដាក់ពេលនោះមានរថយន្តកុងតឺន័របើកមកពីទិសដៅបញ្ច្រាស់គ្នាមកបុករថយន្តរបស់គេតែម្ដងចាប់ពីពេលនោះមកជីវិតនិងជោគវាសនារបស់សារ៉ាបានផ្លាស់ប្ដូរទាំងស្រុងដែលមិនអាចទទួលយកបានសារ៉ាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរពេលឮដំណឹងអាក្រក់នេះគ្រប់គ្នាស្រឡាំងកាំងនៅពេលផ្លានឆ្នាំក្រោយមកនៅមន្ទីរពេទ្យសារ៉ាស្រាប់តែភ្ញាក់ពីដំណេកជាមនុស្សខុសគ្នាទាំងស្រុងសារ៉ាបន្តឲ្យឈ្មោះដូវ៉ាន់ប៉ុន្តែនាងរកមិនឃើញអ្នកគ្រប់គ្រងរបស់នាងទេសារ៉ាភ័យស្លន់ស្លោហើយរត់ទៅរកដូវ៉ាន់នៅពេលនោះដែលនាងរត់បុកដូខុលដោយចៃដន្យនាងយកវ៉ែនតាមកពាក់នៅពេលនេះសារ៉ានៅតែគិតថានាងជាតារាសម្ដែងដ៏ល្បីល្បាញសារ៉ាក៏បានសួរដូខុលថាតើគាត់ដឹងថានាងជានរណាដែរប៉ុន្តែជាការពិតគាត់មិនបានខ្វល់ពីសារ៉ាទើបតែយកវ៉ែនតារបស់គាត់ឡើយសារ៉ាបានជួបគិលានរដ្ឋាភិបាលការហើយនាងបានសួរភ្លាមថាកម្លៃដាក់ទូរស័ព្ទសាធារណៈនៅឯណាគិលានរដ្ឋាភិបាលការបានយកទូរស័ព្ទរបស់នាងចេញភ្លាមដើម្បីស្វែងរកទីតាំងនៃទូរស័ព្ទសាធារណៈដោយឃើញគិលានរដ្ឋាភិបាលការកាន់របស់ចម្លែកមួយនៅក្នុងដៃសារ៉ាបានសួរថា
ពេលនោះទេពសារ៉ាដឹងថាវាជា smartphone សារ៉ាមើលជំវិញហើយឃើញថាគ្រប់គ្នាកំពុងប្រើវាប៉ុន្តែនាងមិនដឹងថា smartphone ជាអ្វីនោះឡើយពេលនោះដូខុលបានលេចមុខមកសុំវ៉ែនតារបស់គាត់ដូឆលហៅសារ៉ាមីងដែលធ្វើឲ្យនាងខឹងយ៉ាងខ្លាំងនាងបានណែនាំខ្លួននាងថាជាតារាសម្ដែងសារ៉ាប៉ុន្តែដូឆលមិនអាចជឿបានទេព្រោះមនុស្សនៅពីមុខគាត់ជាមនុស្សស្រីខុសគ្នាទាំងស្រុងបន្ទាប់មកសារ៉ាបានទៅជួបគ្រូពេទ្យដើម្បីសួរថាតើអ្នកគ្រប់គ្រងរបស់នាងនៅឯណានាងក៏បានណែនាំខ្លួននាងថាជាសារ៉ាប៉ុន្តែឥឡូវនេះឈ្មោះពិតរបស់នាងគឺឆុងចាវេជ្ជបណ្ឌិតស្រីបានសួរសារ៉ាថានាងបានធ្វើអ្វីកាលពីម្សិលមិញស៊ីរ៉ាបាននិយាយថាគ្រប់គ្នាដែលបានមើលព័ត៌មានបានដឹងថាកាលពីម្សិលមិញនាងទើបតែទទួលបានពានរង្វាន់សម្រាប់តារាសម្ដែងឆ្នាំប្រចាំឆ្នាំនៅមហោស្រពភាពយន្តវេជ្ជបណ្ឌិតស្រីសើចចំពោះអ្វីដែលសារ៉ានិយាយនាងថែមទាំងគិតថានាងនៅត្រឹមឆ្នាំ1999នៅឡើយគ្រូពេទ្យស្រីបាននិយាយថាវាជាឆ្នាំ2025ឆុងចាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារគ្រោះចរាចរណ៍កាលពីម្សិលមិញសារ៉ានៅតែមិនជឿនៅអ្វីដែលគ្រូពេទ្យនិយាយរហូតដល់នាងបានឃើញមុខនាងនៅក្នុងកញ្ចក់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមនុស្សខុសគ្នាទាំងស្រុងដែលនាងនឹកស្មានមិនដល់នៅពេលនេះដូឆលបានសួរគិលានុបដ្ឋាយិកាហើយបានដឹងថានាងជាអ្នកជំងឺដែលបានរងគ្រោះចរាចរណ៍សារ៉ាបានដើររកកន្លែងទេទូរស័ព្ទសាធារណៈប៉ុន្តែរកមិនឃើញនាងបានសុំខ្ចីទូរស័ព្ទពីអ្នករកគ្នាដែលនៅជុំវិញនាងប៉ុន្តែគ្មានអ្នកណាឲ្យនាងទេព្រោះអ្នករកគ្នាគិតថានាងមានបញ្ហាផ្លូវចិត្តនាងភ័យស្លន់ស្លោហើយដើរឆ្លងផ្លូវដោយមិនមើលមុខខាងក្រោយដូច្នេះសារ៉ាស្ទើរតែជួបឧបទ្ទវហេតុម្ដងទៀតប៉ុន្តែដូឆលបានមកទាន់ពេលនឹងជួយសង្គ្រោះនាងនៅតែមិនជឿថាអ្វីដែលនាងកំពុងប្រឈមនោះជាការពិតសារ៉ាអង្គុយលើដីហើយយំខ្លាំងៗដោយសង្ឃឹមថាវាគ្រាន់តែជាសុបិនប៉ុណ្ណោះ